ពីថារៀនបន្ធូររៀនដោះលែងខ្លះមិនថាគ្រប់ទំនាក់ទំនងបែបណាពិសេសគឺទំនាក់ទំនងគ្រួសារប្តីប្រពន្ធតែគាត់មិនយល់ពីគ្នាអញ្ចឹងត្រូវតែរៀនបន្ធូរកាលណាដែលយើងរៀនបន្ធូររៀនដោះលែងយើងនឹងទទួលបានសេចក្តីសុខថាយើងរៀនដោះលែងនៅអ្វីដែលយើងគ្រប់គ្រងមិនបានប៉ុន្តែតើតើនឹងចំណុចនេះអ្នកដែលពូកែរករឿងឬក៏គិតថាខ្លួនឯងជាអ្នកដោះលែងជាអ្នកបន្ធូរគេហ្នឹងមើលមកខ្លួនឯងផងថាខ្លួនឯងនឹងជាអ្នកបង្កបញ្ហាធ្វើឲ្យខ្លួនឯងពិបាកខ្លួនឯងឬក៏យ៉ាងណាបើសិនជាខ្លួនឯងអ្នកបង្កអាហ្នឹងរៀនដោះលែងឬក៏បន្ធូរខ្លួនឯងហើយស្វែងរកឲ្យបានច្រើនហើយបើសិនជាយើងដឹងហើយថាឥឡូវបញ្ហាហ្នឹងយើងអាចទៅមុខបានឬក៏ដោះស្រាយមិនបានទៅលើទំនាក់ទំនងគ្រួសារប្តីប្រពន្ធយើងអាចបន្ធូរបន្តិចឬក៏អាចដោះលែងតែម្ដងអញ្ចឹងការដែលដោះលែងពេលខ្លះក៏គាត់អាចនឹងដឹងខ្លួនដែរពីព្រោះយើងនិយាយច្រើនហើយលើករណីណាមួយឧទាហរណ៍ថាផឹកស្រាជាប្រចាំថ្ងៃយើងបារម្ភពីសុខភាពគាត់អញ្ចឹងពេលដែលយើងនិយាយកាន់តែច្រើនជាប្រចាំទៅគាត់អាចជាធន់យើងប៉ុន្តែបើយើងយល់ហើយថាឥឡូវគាត់ភាកច្រើនបែបហ្នឹងបើសិនជាយើងនិយាយអស់ហើយយើងអាចបន្ធូរបន្តិចឬក៏មានកន្លឹះតែដើម្បីបង្ហាញឲ្យគាត់ដឹងហើយមួយទៀតគឺអាចដោះលែងបញ្ចប់តែម្ដងគាត់នឹងដឹងខ្លួនឯងថ្ងៃណាមួយពេលដែលគាត់ជួបបញ្ហាហ្នឹងពិតប្រាកដ